សូមជូនរឿងអាត់កំបាំងព្រៃអាគមនិងត្បូងទាំង5កាលពីព្រេងនាយមានភូមិមួយឈ្មោះថាភូមិសន្តិភាពដែលស្ថិតនៅដាច់ស្រយាលពីគេឯងកាលពីដើមភូមិនេះធ្លាប់តែមានវាលស្មៅបៃតងខ្ចីមានស្ទឹងទឹកថ្លាឆ្វេងមិនដែលរីងស្ងួតប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយអ្វីដែលប្រែប្រួលទាំងស្រុងធ្វើឲ្យមេឃមិនបង្ហូរភ្លៀងដីក៏ចាប់ដើមប្រេះក្រហែងដើមឈើធំដែលធ្លាប់ផ្ដល់ម្លប់ក៏ចាប់ដើមជ្រុះស្លឹកក្រៀមក្រំងាប់បន្តិចម្ដងក្នុងចំណោមអ្នកភូមិទាំងអស់នោះមានយុវជនម្នាក់ឈ្មោះសុភ័ក្រគឺជាក្មេងប្រុសម្នាក់ដែលមានរូបរាងមាំមូនភ្នែកមុតនិងមានអត្តចរិតអត់ធ្មត់គេរស់នៅជាមួយលោកយាយវ័យចំណាស់ម្នាក់នៅក្នុងភូមិតូចមួយនៅចុងភូមិខុសពីក្មេងដតីដែលចំណាយពេលលេងសើចសុភ័ក្រតែងតែចំណាយពេលជួយលោកយាយដាំបាយធ្វើម្ហូបដងទឹកជារៀងរាល់ថ្ងៃល្ងាចមួយសុភ័ក្រកំពុងរៀបចំទុកដាក់សម្ភារៈគេបាននឹកឃើញលោកយាយរបស់គេសម្លឹងមើលទៅមេឃគ្មានពពកសំបីមួយដុំលោកយាយដកដង្ហើមធំរួចនិយាយខ្សើថាចៅអើយស្ថានភាពយើងបែបនេះទៀតភូមិយើងប្រកាសជាបាត់បង់មិនខានមានតែអំណាចត្បូងស័ក្តិសិទ្ធិប៉ុណ្ណោះទើបអាចឲ្យភ្លៀងធ្លាក់បានសុភ័ក្រផ្អាកពីការងាររួចមកចិត្តលោកយាយដោយងឿងឆ្ងល់ថាលោកយាយត្បូងស័ក្តិសិទ្ធិព្រៃអាគមតើជាអ្វីលោកយាយហេតុអ្វីបានមិនដែលឮអ្នកភូមិនិយាយពីវាលោកយាយសម្លឹងមើលមុខសុភ័ក្ររួចដើរចូលទៅក្នុងបន្ទប់ដោយពោពេញទៅដោយធូលីបន្តិចមកគាត់ត្រឡប់មកវិញកាន់ហឹបមួយដែលមានសោចាក់យ៉ាងជិតលោកយាយបានហុចសោពណ៌ប្រាក់ឲ្យទៅសុភ័ក្ររួចប្រាប់ឲ្យបើកវានៅពេលបើកគម្របហឹបឡើងពន្លឺពណ៌ប្រាក់បានជះភាយចេញពីហឹបនោះប៉ុន្តែវាមិនមែនជារបស់មានតម្លៃទេវាគ្រាន់តែជាផែនទីស្បែកចាស់ចារឹកនិងកំណត់ហេតុមួយក្បាលនេះគឺជាសម្បត្តិដែលលោកតាឯងបន្សល់ទុកលោកយាយពោលបន្តគាត់ធ្លាប់ជាអ្នកការពារព្រៃអាគមប៉ុន្តែក្រោយពីគាត់បាត់បង់ជីវិតទៅអាចកំបាំងនៃត្បូងទាំង5ក៏ត្រូវកប់បាត់ជាមួយគាត់មានតែមនុស្សដែលមានចិត្តស្មោះនិងក្លាហានដូចជាចៅប៉ុណ្ណោះទើបអាចមើលផែនទីនេះយល់សុភ័ក្រចាប់កាន់ផែនទីនោះដោយញ័រដៃទៅទើតក្នុងចិត្តរបស់គាត់ផ្ដើមមានអារម្មណ៍ប្លែកវាមិនមែនជាភាពភ័យខ្លាចនោះទេប៉ុន្តែវាជាអារម្មណ៍និងសេចក្តីសង្ឃឹមដែលគេនឹកឃើញថាចាប់ពីពេលនេះតទៅជីវិតរបស់គេនឹងមិនដូចពីមុនទៀតឡើយពន្លឺនៃក្តីសង្ឃឹមបានរះឡើងនៅក្នុងខ្លួនរបស់សុភ័ក្រកំពុងតែលាតត្រដាងនៅលើតុភ្នែករបស់គេសម្លឹងទៅមើលខ្សែបន្ទាត់ពណ៌